ជំរាបសួរហើយក៏សួស្តីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះយើងមកកំណែលំហាត់បញ្ចប់តាក់ទងនឹងផ្ទៃកន្លាចម្លៀកថាអញ្ចឹងថ្ងៃមុនយើងបានសិក្សាបរិមាណរួចហើយឥឡូវយើងមកសិក្សាពីផ្ទៃកន្លារបស់វាវិញតើស្មើនឹងប្រមាណតោះអញ្ចឹងបើសិនជាយើងគិតពីផ្ទៃកន្លាចម្លៀកថាគ្នាយើងប្រកាសជានឹកដល់រូបមន្តមួយអញ្ចឹងរូបមន្តហ្នឹងអីគេកូនឥឡូវលោកគ្រូសុំតាំងផ្ទៃកន្លាចម្លៀកថារបស់យើងគឺលោកគ្រូសុំតាំងដោយ A នៃចម្លៀកថារបស់យើងនេះ A OA B C អញ្ចឹងផ្ទៃចម្លៀកថារបស់យើងគឺស្មើជាមួយនឹងមុខផ្ចិត alpha គុណជាមួយគេកូនតាក់ទងផ្ទៃកន្លាទេប្រកបណាស់គឺផ្ទៃកន្លារបស់យើង pi a ការ៉េចែកនឹង3/6តោះអញ្ចឹងឥឡូវមុំ alpha យើងស្គាល់ pi យើងស្គាល់ a យើងក៏ស្គាល់ដែរស្មើ5ដែរអញ្ចឹងកូនជំនួសចូលមកបានប្រមាណអញ្ចឹងត្រង់ចំណុចនេះយើងបាន90ដឺក្រេគុណជាមួយនឹង3.14គុណ a របស់យើង a ការ៉េរបស់យើងគឺ5លើកជាការ៉េនៅលើ360ដឺក្រេអញ្ចឹងគ្នាយើងអាចសម្រួល90ជាមួយនឹង360អញ្ចឹងនៅសល់ប្រមាណអញ្ចឹងត្រង់ចំណុចនេះយើងបាន1គុណនឹង3.14គុណជាមួយនឹង5ការ៉េ25នៅលើអានេះសម្រួលនឹង90ទៅនៅសល់តែ4ទេត្រូវអត់អញ្ចឹងត្រង់ចំណុចនេះយើងអាចគេនេះបានណាអញ្ចឹងលោកគ្រូយក3.14គុណនឹង25គឺស្មើនឹង78.5ចែកឲ្យ4អញ្ចឹងគ្នាយើងអាចគេនេះផ្ទៀងផ្ទាត់បន្ថែមទៀតបានតើវាស្មើនឹងប្រមាណអញ្ចឹងត្រង់ចំណុចនេះគឺស្មើនឹង19.625អញ្ចឹងຂະຫນាតរបស់យើងផ្ទៃកន្លាទេសង់ទីម៉ែត្រការ៉េតោះអញ្ចឹងសម្រាប់វីដេអូលោកគ្រូថ្ងៃនេះសូមបញ្ចប់តែត្រឹមនេះសូមអរគុណនិងសូមជម្រាបលា